សូមចម្រើនពរញាតិញោមជាពុទ្ធបរិស័ទទាំងឡាយនេះគឺអាត្មាភាពកំពុងតែផ្ដិតយករូបភាពឡានដឹកដីឡានដឹកដីចាក់នៅបាតសាលាឆាន់វត្តអូតាគីហើយរូបភាពនេះអាត្មាបានថតនៅក្នុងថ្ងៃពុទ្ធថ្ងៃពុទ្ធ11រោចខែបោះឆ្នាំមមែសប្បុរសពុទ្ធសករាជ2559ត្រូវនឹងថ្ងៃទី3ខែកុម្ភៈឆ្នាំ2016ទេវេលាស្មើនេះគឺម៉ោងប្រហែលជាង2រសៀលណាព្រះសូមចម្រើនពរញាតិញោមជាពុទ្ធបរិស័ទទាំងឡាយពរនេះគឺក្រុមហ៊ុនដីសៀវខឿងដែលដឹកមកដើម្បីចាក់នៅក្នុងបាតសាលាឆាន់វត្តអូតាគីពរណាហើយសកម្មភាពនេះស្មារភាពបានថតនៅក្នុងថ្ងៃពុទ្ធ11រោចខែបោះឆ្នាំមមែសប្បុរសពុទ្ធសករាជ2559ត្រូវថ្ងៃទី3ខែកុម្ភៈឆ្នាំ2016ទេសូមចម្រើនពរញាតិញោមជាពុទ្ធបរិស័ទទាំងឡាយពរនេះគឺសកម្មភាពឡានចាក់ដីសាលាឆាន់វត្តអូតាគីដែលអាត្មាភាពនេះគឺជាចាក់ផ្លូវឡើងបើដោយសារតែសាលាយើងវាខ្ពស់ណាញោមអញ្ចឹងយើងចាក់ខាងក្រៅដើម្បីធ្វើផ្លូវឡើងឲ្យផ្លូវឡានឡើងចឹងបើយើងអត់ចាក់អញ្ចឹងទេឡានឡើងអត់រួចទេណាដល់រួចផងណាអត់រួចចាទៅឡាននេះចាសូមចម្រើនពរញាតិញោមជាពុទ្ធបរិស័ទទាំងឡាយខ្ញុំប្រកាសរណាអាត្មាភាពភិក្ខុព្រមរសារោព្រមរស្មីចៅអធិការវត្តអូតាគីសូមតំណាងប្រសង់គ្រប់ព្រះអង្គអាចារ្យគណៈកម្មការគ្រប់រូបសូមធ្វើកិច្ចនមស្ការក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គនិងសូមចម្រើនពរញាតិញោមជាពុទ្ធបរិស័ទប្រុសស្រីទាំងឡាយដែលកំពុងតែតាមដានទស្សនានៅវីដេអូដែលផ្ញើចេញពីវត្តអូតាគីដែលស្ថិតនៅក្នុងភូមិអូតាគីឃុំអូតាគីស្រុកថ្មគោលខេត្តបាត់ដំបងក្នុងថ្ងៃនេះផងដែរអាត្មាភាពមានកិត្តិយសសូមប្រគេនជាដំណឹងសូមប្រគេននឹងជូនជាដំណឹងដល់បុគ្គលម្ចាស់ញាតិញោមប្រុសស្រីទាំងឡាយឲ្យបានជ្រាបតកិនទៅនឹងសកម្មភាពនានាដែលកំពុងតែប្រព្រឹត្តទៅនៅក្នុងវត្តអូតាគី ញាតិញោមជាពុទ្ធបរិស័ទទាំងឡាយដោយរូបភាពដែលញាតិញោមទាំងឡាយក៏ដូចជាប្រគុណម្ចាស់ទាំងឡាយកំពុងតែមើលនេះ
គឺជាសកម្មភាពឡានកំពុងតែដឹកដីចាក់លុបបាតសាលាឆាន់វត្តអូតាគីក្នុងថ្ងៃហើយរូបភាពនេះផងដែរអាត្មាក៏សូមផ្ញើនឹងប្រកេនផ្ញើជូនដើម្បីបានជាឯកសារសម្រាប់ជាផុសតាងដល់ពុទ្ធបរិស័ទក៏ដូចជាប្រគុណម្ចាស់ទាំងឡាយបានជ្រាបអំពីដំណើរការនៃការកសាងសាលាឆាន់នៅក្នុងវត្តអូតាគីឥឡូវនេះការកសាងសាលាឆាន់វត្តអូតាគីមកដល់ដំណាក់កាលទី3សម្រាប់ដំណាក់កាលទី1គឺដំណាក់កាលបុកគ្រឹះដំណាក់កាលទី2គឺដំណាក់កាលដែលយើងត្រូវរីបឥដ្ឋនិងចាក់ធ្នឹមឥឡូវនេះចូលដល់ដំណាក់កាលទី3គឺការចាក់ដីលុបបាតសាលាឆាន់ហើយដំណាក់កាលទី4គឺដំណាក់កាលដែលយើងត្រូវបណ្ដុះតសដំណាក់កាលទី5រីបឥដ្ឋអីជាដើមឥឡូវនេះយើងទៅដល់ដំណាក់កាលទី3អញ្ចឹងអាត្មាសូមនិយាយទៅរឿងដំណាក់កាលទី3ដោយរូបភាពដែលប្រគុណម្ចាស់ញាតិញោមជាពុទ្ធបរិស័ទទាំងឡាយបានឃើញនេះគឺជាសកម្មភាពដែលឡានរបស់ក្រុមហ៊ុនស៊ីវខឹងដែលស្ថិតនៅភូមិអូតាគីដែលហ្នឹងបានដឹកដីចំនួន230ឡានមកចាក់លុបបាតសាលាឆាន់វត្តអូតាគីដោយរូបភាពដែលញាតិញោមជាពុទ្ធបរិស័ទទាំងឡាយបានឃើញបើទោះបីជាចាក់ពុំទាន់ពេញពេញហើយក៏ដោយហើយសូមចម្រើនពរថាដីដែលយើងចាក់ក្រុងនឹងចាក់លុបបាតសាលាឆាន់នេះគឺមានចំនួន230ឡានហើយក្នុងមួយឡានមានតម្លៃ$10ទៅក្នុងមួយឡានមានតម្លៃ$10សម្រាប់ប្រាក់ដុល្លារសម្រាប់ប្រាក់ខ្មែរគឺចំនួន40000រៀលឬក៏400បាតសូមអធិស្ឋានផងចុះអាត្មាមិនចេះគិតលុយបាតលុយដុល្លារយ៉ាងម៉េចទេអាត្មាជាការពោលឡើងប៉ុន្តែឡានគេគិតតម្លៃ40000រៀលអញ្ចឹងអាត្មានិយាយថា$10អញ្ចឹងទៅវាស្រួលនិយាយអញ្ចឹងដីដែលយើងកំពុងតែចាក់នេះគឺចំនួន230ឡានហើយក្នុងមួយឡានតម្លៃ$10ទេចំនួន$10ទេណាអញ្ចឹងទេអាត្មាភាពក៏សូមធ្វើការអំពាវនាវដល់ញាតិញោមជាពុទ្ធបរិស័ទទាំងឡាយក៏ដូចជាប្រគុណម្ចាស់គ្រប់ព្រះអង្គដែលស្ថិតនៅក្នុងស្រុកក្តីដែលស្ថិតនៅឯនាយសមុទ្រក្តីសូមមេត្តាញ៉ាំងសេចក្តីជ្រះថ្លាដើម្បីរួមចំណែកចូលរួមឧបត្ថម្ភដល់ដំណើរការនៃការកសាងសាលាឆាន់ពោលគឺការចាក់ដីលុបបាតសាលាឆាន់នេះដោយក្តីអនុគ្រោះផងចុះបើទោះបីជាមានលទ្ធភាពអាចចូលរួមប៉ុណ្ណាក៏ដោយហើយការចូលរួមនេះមិនមានការបង្ខិតបង្ខំថាត្រូវតែចូលប៉ុណ្ណេះបានចូលប៉ុណ្ណោះមិនបាននេះក៏អត់ទេដែរទេណាបើអាចចូលមួយឡានបានណាក៏និមន្តចូលមួយឡានអញ្ជើញចូលមួយឡានបើអាច2ឡានបានក៏សូមអញ្ជើញឬនិមន្ត2ឡានតែប្រសិនបើមិនអាចទេណាយើងអាចចាប់អ្នកចាប់ផលបានទេណាសម្រាប់ប្រាក់ខ្មែរ10000ក្តី20000ក្តីប្រាក់ដុល្លារ$1ក្តី$2ក្តីតាមសេចក្តីជ្រះថ្លាបើសិនជាការចូលរួមរបស់អស់លោកអ្នកទាំងឡាយបានចំនួនច្រើនធ្វើឲ្យដំណើរការនៃការកសាងសាលាឆាន់នេះមានដំណើរឆ្ពោះទៅមុខបានលឿនតែប្រសិនបើការចូលរួមរបស់ប្រគុណម្ចាស់ក៏ដូចជាញាតិញោមទាំងឡាយមិនសូវជាច្រើនទេការកសាងនេះក៏ពុំសូវជាបានលឿនប៉ុន្មានដែរទេណាហើយដូច្នេះហើយខ្ញុំប្រកាសរណាអាត្មាសូមតំណាងព្រះសង្ឃក៏ដូចជាអាចារ្យគណៈកម្មការសម្រាប់វត្តអូតាគីសូមធ្វើការអំពាវនាវដល់ប្រគុណម្ចាស់ញាតិញោមប្រុសស្រីទាំងឡាយសូមមេត្តាចូលរួមដោយសេចក្តីជ្រះថ្លាខ្ញុំប្រកាសរណារំពឹងសង្ឃឹមញញឹមទុកក្នុងចិត្តថាប្រគុណម្ចាស់ញាតិញោមប្រុសស្រីទាំងឡាយនឹងមិនប្រងើយកន្តើយហើយនឹងធ្វើការចូលរួមឧបត្ថម្ភដោយសេចក្តីជ្រះថ្លាជាពុំខានឡើយប្រសិនបើមានចម្ងល់សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទរបស់ខ្ញុំបកករណាផ្ទាល់គឺ012 75 92 95 012 75 92 95ឬតាមរយៈប្រព័ន្ធ Facebook គឺរស្មីអូតាគីបើជាវិសងលេប៉ុណ្ណារស្មីអូតាគីឬក៏អាចចូលនៅក្នុង YouTube អូតាគី Temple ទៅអូតាគី Temple ជាវិសងលេដែរទៅណាដែលអញ្ចឹងខ្ញុំកណាមានប្រមាណប៉ុណ្ណេះសូមក្រាបថ្វាយបង្គំលានិងចម្រើនតលាសូមអនុមោទនា
ចាំតិចខ្ញុំតិច ចម្រើនពរញាតិញោម អ
ណាលើមកដល់ពីខាងមកនេះអត់ទេសូមចម្រើនពរញាតិញោមជាពុទ្ធបរិស័ទទាំងឡាយព្រោះនេះគឺជាសកម្មភាពឡានកំពុងតែចាក់ដីទេហើយថ្ងៃនេះគឺជាថ្ងៃចុងក្រោយនៃការចាក់ដីអញ្ចឹងបានន័យថាការចាក់ដីនេះគឺនឹងរួចរាល់ស្រេចបាច់នៅក្នុងថ្ងៃនេះតែម្ដងប៉ុណ្ណាគេជិតទឹកក្រោយអញមកក្រោយឃើញដងតុងគឺថ្ងៃនេះកន្លែងអូមិនទឹកក្រោយទៅឃើញថ្ងៃនេះខ្ញុំស្ដាយវិញសូមចម្រើនពរញាតិញោមជាពុទ្ធបរិស័ទទាំងឡាយព្រោះនេះគឺសកម្មភាពដែលអាត្មាភាពថតនៅក្នុងថ្ងៃសុក្រទី5ខែកុម្ភៈឆ្នាំ2016វេលាស្មើនេះគឺម៉ោងប្រហែលជា7កន្លះគឺឡានកំពុងតែធ្វើការចាក់ដីហើយចិត្តរួចរាល់ហើយទៅណាទៅតាមគម្រោងនឹងចិត្តហើយប្រហែលនៅសល់ប្រហែលជា4-10ឡានទេប៉ុណ្ណោះគឺនឹងរួចស្រេចជាស្ថាពរនៅក្នុងថ្ងៃនេះអញ្ចឹងបានន័យថាការចាក់ដីនេះគឺយើងប្រើរយៈពេលប្រហែលជាចិត្ត3ថ្ងៃទៅបើគិតជាថ្ងៃគឺ3ថ្ងៃណា3ថ្ងៃណាបានរួចស្រេចជាស្ថាពរតែម្ដងទៅសូមចម្រើនពរញាតិញោមជាពុទ្ធបរិស័ទទាំងឡាយនិងសូមចម្រើនពរញាតិញោមជាពុទ្ធបរិស័ទប្រុសស្រីទាំងឡាយដែលកំពុងតែតាមដានទស្សនានៅវីដេអូដែលផ្ញើចេញពីវត្តអូតគីដែលស្ថិតនៅក្នុងភូមិអូតគីឃុំអូតគីស្រុកថ្មគោលខេត្តបាត់ដំបងញាតិញោមជាពុទ្ធបរិស័ទទាំងឡាយដោយរូបភាពដែលញាតិញោមទាំងឡាយក៏ដូចជាប្រគុណម្ចាស់ទាំងឡាយកំពុងតែមើលនេះគឺជាសកម្មភាពឡានកំពុងតែដឹកដីចាក់លុបបាតសាលាឆាន់វត្តអូតគីនេះគឺជាសកម្មភាពដែលឡានរបស់ក្រុមហ៊ុនស៊ីលខឹងដែលស្ថិតនៅភូមិអូតគីដែលហ្នឹងបានដឹកដីចំនួន230ឡានមកចាក់លុបបាតសាលាឆាន់វត្តអូតគីដោយរូបភាពដែលញាតិញោមជាពុទ្ធបរិស័ទទាំងឡាយបានឃើញ230ឡានហើយក្នុងមួយឡានមានតម្លៃ$10ទៅក្នុងមួយឡានមានតម្លៃ$10សម្រាប់ប្រាក់$ចឹងដីដែលយើងកំពុងតែចាក់នេះគឺចំនួន230ឡានហើយក្នុងមួយឡានតម្លៃ$10ទេចំនួន$10ទេណាអញ្ចឹងទេអាត្មាភាពក៏សូមធ្វើការអំពាវនាវដល់ញាតិញោមជាពុទ្ធបរិស័ទទាំងឡាយក៏ដូចជាប្រគុណម្ចាស់គ្រប់ព្រះអង្គដែលស្ថិតនៅក្នុងស្រុកក្តីដែលស្ថិតនៅឯនាយសមុទ្រក្តីសូមមេត្តាញ៉ាំងសេចក្តីជ្រះថ្លាដើម្បីរួមចំណែកចូលរួមឧបត្ថម្ភដល់ដំណើរការនៃការកសាងសាលាឆាន់ពោលគឺការចាក់ដីលុបបាតសាលាឆាន់នេះដោយក្តីអនុគ្រោះផងចុះសូមធ្វើការអំពាវនាវដល់ប្រគុណម្ចាស់ញាតិញោមប្រុសស្រីទាំងឡាយសូមមេត្តាចូលរួមដោយសេចក្តីជ្រះថ្លាខ្ញុំប្រកាសណារំពឹងសង្ឃឹមញញឹមទុកក្នុងចិត្តថាប្រគុណម្ចាស់ញាតិញោមប្រុសស្រីទាំងឡាយនឹងមិនប្រងើយកន្តើយហើយនឹងធ្វើការចូលរួមឧបត្ថម្ភដោយសេចក្តីជ្រះថ្លាជាពុំខានឡើយប្រសិនបើមានចម្ងល់សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទរបស់ខ្ញុំប្រកាសណាផ្ទាល់គឺ012 75 92 95 012 75 92 95